សួស្តីថ្ងៃបងប្អូនទាំងអស់គ្នាថ្ងៃនេះវីដេអូបន្តតើទៅមកវីដេអូមុនមិញហ្នឹងថ្ងៃបងប្អូនឥឡូវទឹកខ្ញុំបានដាំមុនហ្នឹងមិញវាបានពុះហើយអញ្ចឹងខ្ញុំជំហានទី1គឺខ្ញុំត្រូវដាក់ស៊ុបស៊ឺឈាន់សិនអានេះរបៀបធ្វើខុសគ្នាដូចខ្ញុំនិយាយខ្ញុំត្រូវដែរខ្ញុំត្រូវចង់ដាក់ហ្នឹងមុនដាក់មុនអញ្ចឹងបើត្រូវចង់ដាក់គ្រឿងមុនដាក់អញ្ចឹងណាតាមបងប្អូននេះបើខ្ញុំដាក់ស៊ុបស៊ឺឈាន់មុនដើម្បីឲ្យវារលាយឲ្យវាលាយជាមួយនឹងទឹកក្តៅយើងដាំពុះហ្នឹងហើយបងប្អូនឲ្យវាលាយតើវាក្តៅទៅវាចាប់ផ្ដើមនេះហើយអញ្ចឹងចេញរូបរាងបដាឲ្យបងប្អូនទាំងអស់គ្នាចង់ធ្វើញ៉ាំស្រួលធ្វើបង្គាប្រដាប់ក្របមកបង្គាកូនណាបងប្អូនទាំងអស់គ្នារសជាតិវាឆ្ងាញ់ជាងបង្គាដែលយើងស្ងោរទឹកទេហើយដុំស៊ុបនេះក៏2500ឯងម្ដុំមកបងប្អូនទាំងអស់គ្នាដុំស៊ុបស៊ឺឈាន់គេហ្នឹងតាមតូបផ្សេងលក់ចាប់រួយលក់បន្លែហ្នឹងគាត់មានខ្ញុំឃើញគេធ្វើតំណងចង់ញ៉ាំយូរហើយតែគាត់ថាអត់សូវមានពេលហើយណាមួយទៀតបង្គាខ្ញុំទិញហ្នឹងគឺខ្ញុំរើសបងមួយដែលគាត់ដួលក្នុងភូមិជាប្រចាំគាត់យកវាបងប្អូនចំណាំនៅខេត្តតាកែវចឹងគឺបង្គាដែលឆ្ងាញ់ជាងគេនៅវត្តស្រែរនងគាត់នៅហ្នឹងគាត់យកមកលក់អញ្ចឹងបង្គាកូនគាត់ដែលគាត់យកមកលក់គឺរសជាតិគាត់ឆ្ងាញ់ជាងគេតាមខ្ញុំចេះធ្លាប់ហូបមកណាតែយកមកហូបមកគឺគាត់រសជាតិគាត់គឺប្លែកខុសគេក្រៅពីហ្នឹងស្ងោរកូនដាច់បើមិនចឹងទេអត់មានរសជាតិបើមិនចឹងទេកូនងាប់បើគាត់វិញមានរសជាតិឆ្ងាញ់មានជាតិនៅស្រែរនងហ្នឹងប៉ុន្តែគាត់ថាខ្ញុំស្គាល់តែគាត់ទៀតមានអ្នកលក់ផ្សេងមកកណោដែរតែគាត់ថាខ្ញុំតបង្គាគាត់មកចឹងបើខ្ញុំទិញខ្ញុំញ៉ាំនេះបងប្អូនទាំងអស់គ្នានេះសម្រាប់នៅពេលដែលយើងដាក់ដុំស៊ឺឈាន់ហ្នឹងហើយហ្នឹងបងប្អូនទាំងអស់គ្នាហើយនេះបង្គាយើងមកហ្នឹងបង្គាកូនហ្នឹងអញ្ចឹងចាប់ផ្ដើមបងបង្គាកូនចូលណាបង្គាកូននេះខ្ញុំប្រាប់បងប្អូនហ្នឹង11គ្រាប់ខ្ញុំទិញតែ10ទេតែគាត់ថែមខ្ញុំមួយទៀតបាន11ហ្នឹងព្រោះគាត់មួយខ្ញុំអត់សាញ៉ាំរបស់គាត់រសជាតិគាត់គឺខ្ញុំដឹងថាបង្គាគាត់យកមកគឺអត់ដែលខកអំណងទេរសជាតិឆ្ងាញ់អញ្ចឹងណាចង់ញ៉ាំកុំភ្លេចធ្វើញ៉ាំបងប្អូនទាំងអស់គ្នាបើគិតទៅអស់ដល់10000ណាប៉ុណ្ណឹងបង្គាហើយដាក់ឆ្ងោរអញ្ចឹងណាហើយកុំដាក់ទឹកច្រើនពេកបងប្អូនទាំងអស់គ្នាដាក់ប៉ុណ្ណឹងបានហើយពេលយើងដាក់ច្រើនទៅមើលទៅរសជាតិវាអត់នេះហើយវាអត់តំណងពេលនេះពេលយើងដាំពុះទៅវាបាយគេបាយវាចូលជាតិតាមនឹងអញ្ចឹងណានេះពេលយើងឆ្ងោរដាក់ទឹកពេញវាបាយយើងបង្គាកោរបូរយើងដាក់ទឹកប៉ុណ្ណឹងវាអាចបាយយើងឆ្ងោរធ្វើម៉េចដើម្បីឲ្យបង្គានឹងវាបាយពេលដែលខ្ញុំដាក់ទឹកប៉ុណ្ណឹងទៅធ្វើឲ្យវាពុះចូលឡើងវាបាយណាវាថេះមួយបងប្អូនហើយវាចូលជាតិឡូវហ្នឹងហើយឃើញតំណងបងប្អូនឈ្ងុយហើយបន្ទាប់មកនេះខ្ញុំដាក់គ្រឿងគល់ស្លឹកម្ទេសលក្ខូចនេះណាបងប្អូនទាំងអស់គ្នាខ្ញុំចូលចិត្តដាក់ខ្លឹមហ្នឹងអ្នកខ្លះគេអត់ដាក់ឬក៏គេដាក់បន្តិចដល់ខ្ញុំចូលចិត្តដាក់ច្រើនដាក់មកហើយអ្នកខ្លះគាត់ចង់ផ្អែមចង់អីគាត់ប្រើទឹកភាគច្រើនគេប្រើទឹកអំពៅឬក៏ទឹកដូងខ្ញុំអត់ចូលដាក់ពួករសជាតិតលាន់តែខ្ញុំញ៉ាំអត់បានទេតលាន់អញ្ចឹងខ្ញុំដាក់អញ្ចឹងហ្មងទៅអញ្ចឹងមកដាក់វាច្រើនអញ្ចឹងដើម្បីឲ្យវាចូលជាតិពេលដែលពុះទៅគល់ស្លឹកម្ទេសលក្ខូចវាចេញជាតិទៅត្រូវជាមួយដុំស៊ឺឈាន់ហ្នឹងមើលបង្គាទៅឆ្ងាញ់ណាបងប្អូនហ្នឹងហើយខ្ញុំចូលចិត្តចែកម្លែកអញ្ចឹងទៅអ្វីដែលខ្ញុំចង់ដឹងហើយខ្ញុំចង់សាក់លបងហើយធ្វើឲ្យបងប្អូនគាត់ចង់ញ៉ាំដែរអញ្ចឹងទៅគាត់អាចធ្វើតាមខ្ញុំបានចំណាយពេលនៅជុំគ្រួសារទេហើយអស់លុយច្រើនហើយយើងចំណេញលុយទៀតអ្នកខ្លះគាត់រវល់អត់មានពេលទៅញ៉ាំនៅក្រៅអញ្ចឹងធ្វើអញ្ចឹងខ្ញុំមើល YouTube នឹងយូរហើយបើគិតទៅតាមដានយូរវីដេអូគេមួយតែគាត់ថាខ្ញុំរវល់ហើយខ្ញុំអត់មានពេលហើយណាមកបង្គាដែលគេលក់គឺអត់តំណងវាឆ្ងាញ់យើងដឹងថាមានម៉ួយតែពេលនេះម៉ួយយើងធ្លាប់ស្គាល់នេះចាប់ផ្ដើមពុះបងប្អូនទាំងអស់គ្នាចាប់ផ្ដើមចេញសម្រស់បន្តិចហើយ
ដាក់ភ្លើងវាខ្លាំងតិចហើយបងប្អូនហ្នឹងឯងកុំដាក់តិចពេកបើយើងដាក់ខ្លាំងមានន័យថាវាផ្ដាំពុះទៅវាទៅកិច្ចចុះកិច្ចឡើងប៉ះគ្នាទៅវាបែកនេះប្រេកដល់មួយនេះអញ្ចឹងហើយវាចូលគ្រឿងចូលជាតិហ្នឹងឯងហើយខ្ញុំអត់ប្រើទឹកដូងទេឬក៏ទឹកអំពៅទៅខ្ញុំប្រើស្ករសបន្តិចកាមេរ៉ាដល់ហូរស្លាបព្រាឃើញនៅប្រើចេះប្រើទៅហ្នឹងហើយស្ករសប្រើមកល្មមបងប្អូនទាំងអស់គ្នានេះតិចដែរតែដោយសារខ្ញុំបាក់ដាក់ហូរស្លាបព្រាហ្នឹងនៅណាអញ្ចឹងប្រើអញ្ចឹងហ្មងទៅហ្នឹងហើយប៉ានេះមកហើយបងប្អូននេះវាសប់មកព្រោះអីដោយសារអាហ្នឹងវាត្រូវប្រើស្ករបន្តិចដោយសារវាអ្នកខ្លះគាត់ចូលចិត្តផ្អែមខ្លះក៏ប្រើទឹកអំពៅទឹកដូងតែខ្ញុំអត់ចង់ប្រើស្ករសបន្តិចហ្នឹងហើយបងប្អូនស្ករសចេញបន្តិចណាបងប្អូននេះតំណងអត់ចាប់ដើមនេះនេះបែកហ៎ហើយចូលជាតិតំណងអត់